បាទសួស្តីអ្នកនាងបាទអញ្ចឹងថ្ងៃនេះយើងមកសិក្សាអំពីព្យញ្ជនៈនៃភាសាចិនបាទអញ្ចឹងនៅក្នុងភាសាចិនមុននឹងយើងចេះអានភាសាចិនយើងត្រូវតែរៀនគេហៅថា Pinyin បាទអញ្ចឹង Pinyin នេះដែរគឺវាមានបែងចែកជាពីរផ្នែកទី1គេហៅថាសឹងមូដែលខ្មែរអាចនិយាយថាព្យញ្ជនៈបាទព្យញ្ជនៈមិនមែនសំដៅថាយកភាសាអង់គ្លេស Pinyin យកទៅប្រកបជាភាសាចិនអត់ទេគឺយើងគ្រាន់តែជាសូរសំឡេងមួយសម្រាប់ការអានចិនបើនៅក្នុងភាសាចិនយើងត្រូវការPinyin នឹងឯងដើម្បីធ្វើការអានភាសាចិនដោយសារតែភាសាចិនគឺយើងមិនមានការប្រកបដូចជាភាសាខ្មែរយើងទេបាទអញ្ចឹងវាមានតែ Pinyin ដែលយើងយកសឹងមូនិងអ៊ីនមូបញ្ចូលគ្នាដើម្បីប្រកបបានទៅជា Pinyin មកបានទៅជាសំឡេងបានទៅជាការអានជាភាសាចិនហ្នឹងបាទអូខេអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចាប់ផ្ដើមរៀនតែម្ដងបាទអញ្ចឹងយើងចូលទៅដល់ព្យញ្ជនៈរបស់យើងមុនបាទសឹងមូបាទសឹងមូរបស់យើងលាស៊ឺនឹងលើកយក23បាទគេថាមាន23ក្នុងការប្រើប្រាស់ព្យញ្ជនៈបាទអញ្ចឹងព្យញ្ជនៈទី1គឺយើងអានថាពណ៌បាទពណ៌បាទព្យញ្ជនៈទី2យើងអានថាភ័របាទភ័រព្យញ្ជនៈទី3យើងអានថាមួបាទព្យញ្ជនៈទី4យើងអានថាfour បាទព្យញ្ជនៈទី5យើងអានថាទើបាទព្យញ្ជនៈទី6យើងអានថាធើព្យញ្ជនៈទី7យើងអានថានបាទព្យញ្ជនៈទី8យើងអានថាលបាទព្យញ្ជនៈទី9យើងអានថាកបាទព្យញ្ជនៈទី10យើងអានថាខបាទព្យញ្ជនៈទី11យើងអានថាហបាទព្យញ្ជនៈទី12យើងអានថាជីបាទព្យញ្ជនៈទី13យើងអានថាឈីបាទព្យញ្ជនៈទី14យើងអានថាស៊ីចាបាទលេខ14នឹងដែរយើងអានលាស៊ឺសរសេរអក្សរសបាទដាក់ត្រៃតែអានថា C មែនអត់បាទប៉ុន្តែនៅក្នុងតង់ឲ្យច្បាស់តង់មកត្រឹមត្រូវគឺយើងអានថា she យើងដែលធ្លាប់អានពាក្យភាសាអង់គ្លេសបាទ she ប្រែថានាងបាទយើងអាចយកការភាសាអង់គ្លេស she ប្រែថានាងហ្នឹងមកអានជាព្យញ្ជនៈចិនហ្នឹងបាទសរ x ហ្នឹងបាទអានថា she បាទប៉ុន្តែភាសាខ្មែរយើងសេ c វាថាតង់វាអត់ច្បាស់បាទវាអត់ត្រឹមត្រូវណាដោយសារតែយើងពិបាកសេជាតង់ចិនយើងសេអញ្ចឹងមកទៅវាអាចស្តៀងគ្នាបាទអញ្ចឹងយើងអានតាមអក្សរ she អង់គ្លេសហ្នឹងទៅវានឹងត្រឹមត្រូវហើយណាបាទអញ្ចឹងទី15យើងអានថាជឺសូមបញ្ជាក់តិចបាទអញ្ចឹងមើលទី15បាទអញ្ចឹង15កន្លែងនេះខ្ញុំចង់លើកមកបន្តិចតទៅនឹងការប្រើប្រាស់កន្លែងព្យញ្ជនៈទាំងនេះបាទអញ្ចឹងព្យញ្ជនៈនេះមានទី15 16 17 18បាទ15 16 17 18នេះដែរគឺក្នុងការអានគឺវាខុសគ្នាពីលេខ1ដល់លេខ14បាទអញ្ចឹងដោយសារព្យញ្ជនៈនេះយើងត្រូវការធ្វើកាយវិការមិត្តឲ្យវាហៅថាអណ្ដាតយើងនឹងកោងបាទគឺថាយើងយកអណ្ដាតយើងទល់ទៅនឹងជើងធ្មេញខាងលើហើយយើងបញ្ចេញសលេងបាទអញ្ចឹងមើលទី15យើងអានថាជឺបាទយើងយកអណ្ដាតយើងកោងទៅលើណាទៅយើងបញ្ចេញសលេងមកត្រូវហើយ16ឈឺបាទ17ឈឺបាទប៉ុន្តែខ្ញុំសរសេរអក្សរសបាទសដាក់ត្រូវមិនថាវាអានទៅវាតង់វា
អត់ទាន់ច្បាស់ទេកន្លែងហ្នឹងតែដោយសារយើងពិបាកស្រាវជ្រាវខ្មែរអញ្ចឹងអ្នកគ្នាត្រូវតែអានអក្សរ SH ហ្នឹង17ហ្នឹងឲ្យវាដូចទៅនឹងភាសាអង់គ្លេសដែលយើងអានលេខ14មិញហ្នឹងអក្សរ C ហ្នឹងយើងបញ្ចេញច្រឡោយើងបញ្ចេញខ្យល់អញ្ចឹងណាបាទដែលអក្សរ C ប៉ុន្តែយើងយកសលេងបាទខុសគ្នាពីអក្សរ X យកសលេង E បាទអញ្ចឹងណាបាទអញ្ចឹងអានមកតែយើងធ្វើដំណាក់យ៉ាងកោងបាទណាដំណាក់យ៉ាងកោងខុសគ្នាពីអក្សរលេខ14ហ្នឹងវាអានដំណាក់ធម្មតាបាទអញ្ចឹងអានមកម្ដងទៀត17បាទយើងចូល18បាទ18អក្សរអនេះអានថាណាកោងដូចគ្នាបាទប៉ុន្តែខ្លាចគេរៀនចិនគេអានបាទអញ្ចឹងណាយើងអានទៅបើមិនខុសទេបាទដោយសារណាត់វាកោងមើលទៅដូចលឺសលេងដូចអញ្ចឹងប៉ុន្តែនៅក្នុងការនិយាយជាទូទៅបាទអ្នកដែលរៀនចិនគឺអានជួយអ្នកអានហ្នឹងអានថាបាទសលេងរ៉ូហ្នឹងគឺវាច្បាស់ជាងគឺថាវាគេប្រើរំទលាណាបាទពាក្យហ្នឹងបាទអូខេអញ្ចឹងយើងមកដល់19យើងកន្លែងនេះក៏វាមានភាពខុសគ្នាពី15ដល់18ដែរអញ្ចឹង19 20 21 3ហ្នឹងគឺការប្រើប្រាស់កាយវិការមិត្តខុសគ្នាពី15 16 17 18អញ្ចឹងតើទាំង3ហ្នឹងកាយវិការមិត្តយ៉ាងម៉េចបាទអញ្ចឹងទាំង3នេះហ្នឹងកាយវិការមិត្តយើងគឺយើងយកថ្មិញយើងនេះចង់ថ្មិញយើងទាំងពីរហ្នឹងយើងទល់គ្នាអាចលឺអញនិយាយថាខំទល់គ្នាមិនខំដាតទេណាបាទជាងដកណាត់ចេញទៅក្នុងទីទៅកុំឲ្យប៉ះណាត់ទៅអាចធ្វើយើងមុតណាត់អញ្ចឹងទៅជាងយកថ្មិញយើងដាក់ឲ្យទល់គ្នា2ហើយមកយើងមកដាក់ទល់គ្នាមកចាប់គ្នាមកអញ្ចឹងតមកយើងបញ្ចេញសលេងហើយយើងយកអាចុងណាត់របស់យើងនេះដាក់ទៅនឹងគៀកទៅនឹងចុងថ្មិញទាំងពីរហ្នឹងបាទដាក់ឲ្យគៀកចាប់នឹងចុងថ្មិញទាំងពីរដែលយើងទល់គ្នាណាហើយយើងបញ្ចេញសលេងមកតែមិនត្រូវហើយណាតើហើយចាំមើលចាប់ដើមទី19បាទធ្វើកាយវិការរបស់អ្នកណាយកថ្មិញជាដំបងយកថ្មិញយើងចង់ថ្មិញយើងទាំងពីរខំចូលគ្នាមានថាទល់គ្នាបាទទល់គ្នាចឹងមកតើមកយើងយកដណ្ដាតយើងដាក់ទៅយកចុងដណ្ដាតយើងដាក់ទៅនឹងចុងថ្មិញយើងនឹងបាទតោះចាប់ដើម19បាទ20បាទ21បាទអូខេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចថាតាមឡាស៊ឺម្ដងហើយម្ដងទៀតទៅនឹងចេះហើយកន្លែងហ្នឹងណាដំបូងវាពិបាកតិចប៉ុន្តែយើងយូរទៅយើងនឹងសាមហើយកន្លែងហ្នឹងអូខេអញ្ចឹងយើងមើលចុងក្រោយរបស់យើងបាទនៅ2ទៀតគឺ22 23បាទ22យើងអានអក្សរ Y បាទអក្សរ Y នេះគេអានថា E ឬក៏ Y បាទពាក្យខ្លះអាន E ពាក្យខ្លះអាន Y អញ្ចឹងណាបាទអញ្ចឹងដូចថតថាយីងគួរអញ្ចឹងទៅយីងគួរណាបាទទៀនយីងបាទទៀនយីងឬណាអញ្ចឹងណាបាទអូខេឥឡូវយើងមើលទី23ចុងក្រោយអានថាអ៊ូបាទអានេះមិត្តរឿងកអ៊ុំរឿងមូលអ៊ូអញ្ចឹងណាបញ្ចេញអ៊ូបាទអូខេបាទអញ្ចឹងថ្ងៃនេះជួយជម្រាបយើងចប់ប៉ុណ្ណឹងតកតងនឹងការអានpin in គេហៅថាជួយជំនះហ្នឹងបាទសឹងមូហ្នឹងបាទអញ្ចឹងយើងចប់ជួយជំនះហើយ23ហើយវីដេអូក្រោយយើងនឹងរៀនតកតងទៅនឹង in មូម្ដងបាទ in មូយើងហៅថាស្រៈបាទនៅពេលដែលយើងរៀនក្នុងវីដេអូបន្ទាប់នៅពេលដែលយើងរៀនស្រៈយើងនឹងយកជួយជំនះទាំងនេះយកទៅអានប្រកបជាមួយនឹងស្រៈទាំងម្ដងបាទបានន័យថាយើងប្រកបគ្នាឲ្យចេញជា pin in មួយអញ្ចឹងណាបាទអញ្ចឹងយើងនៅមានទៀតបាទតកតងនឹងសញ្ញាសំឡេងទាំង4នៃភាសាចិនទៀតបាទសំណាភាសាចិនមានសញ្ញាសំឡេងដើម្បីធ្វើការដាក់ទៅលើ pin in ហ្នឹងដើម្បីបញ្ជាក់ថាការបែងចែកអក្សរចិនវាពាក្យខ្លះវាមានសំឡេងដូចគ្នាវាមានគេហៅថា pin in ដូចគ្នាប៉ុន្តែសញ្ញាសំឡេងខុសគ្នាគឺវាខុសអត្ថន័យអញ្ចឹងណាបាទអញ្ចឹងមកគេទាមទារដាក់សញ្ញាសំឡេងហ្នឹងដើម្បីបញ្ជាក់ន័យឲ្យបញ្ជាក់អត្ថន័យឲ្យពាក្យនីមួយៗហ្នឹងបាទអូខេអញ្
ចឹងខ្ញុំមានប៉ុណ្ណឹងតាក់ទងទៅនឹងការសិក្សាឈឹងមូរបស់យើងនៅក្នុងវីដេអូនេះបាទហើយក៏សូមអរគុណដល់គ្នាដែលបានជួយចិត្តទុកដាក់ស្ដាប់ក្នុងការបញ្យល់របស់ខ្ញុំបាទបើខុសត្រង់ណាបាទសម្រាប់អ្នកដែលចេះចិនច្រើនជាងខ្ញុំអីហ្នឹងបាទខុសត្រង់ណាក៏សូមអខន្តិអភ័យទោសផងហើយសូមជួយកែតម្រូវអរគ្នាផងបាទអរគុណច្រើន谢谢大家再见